របៀបចូលទៅប្លុក Messenger ដែលយើងធ្លាប់តាក់ទងមិត្តភ័ក្តិហើយមិត្តភ័ក្តិតាក់ទងមកយើងហើយយើងចង់ប្លុកមិត្តភ័ក្តិណាមួយដែលតែងមករំខានយើងចង់បញ្ឈប់ការតាក់ទងគ្នាបងប្អូនអាចតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បងប្អូនចេះធ្វើបងណាបាទអញ្ចឹងបើសិនណាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមបងប្អូនជួយចុច Subscribe YouTube ឬ Follow Page Like Share ម្នាក់មួយផងដើម្បីចែកម្លែកទៅដល់មិត្តភ័ក្តិរបស់បងប្អូនចេះធ្វើដែរបាទអញ្ចឹងជាដំបូងយើងចូលទៅក្នុងកម្មវិធី Messenger ទៅបងប្អូនណាបាទចុចពីលើ Messenger មកបាទបន្ទាប់មកបងប្អូនមើល account មួយណា account Messenger មួយណាដែលបងប្អូនត្រូវប្លុកណាអញ្ចឹងយើងចុចលើ account របស់គាត់ទៅបាទបន្ទាប់មកយើងមើលទៅខាងលើមកណាមើលខាងលើមកហើយចុចចំកន្លែង profile របស់គាត់មកចុចពឹបបាទរួចហើយបងប្អូនចុចកន្លែង3បងណាចុច3ពឹបរួចហើយបងប្អូនមើលនេះកន្លែង block ណាខាងលើគេដាក់ថាលុបការសន្ទនាខាងក្រោមគេដាក់ថា block លុបការសន្ទនាបានន័យថាគាត់តែលុប account profile គាត់ទេប៉ុន្តែនៅគេអាចតាក់ទងមកយើងបានប៉ុន្តែបើសិនណាជាយើងចង់ block បញ្ឈប់ការតាក់ទងគ្នាបងប្អូនចុចកន្លែង block មកលុបបន្ទាប់មកបងប្អូនចុចកន្លែងទប់ស្កាត់អក្សរខាងក្រោមបាទហើយខាងក្រោមនេះកន្លែងសញ្ញា delete នេះបានន័យថាអក្សរខ្មែរដាក់ថាលុបបើសិនណាជាបងប្អូនចង់លុបឲ្យ account profile នេះលែងនៅក្នុងទូរស័ព្ទរបស់យើងបងប្អូនចុចកន្លែងលុបទៅបងប្អូនណាប៉ុន្តែបើសិនណាជាបងប្អូនទុកចង់ទុកថាឈ្មោះ account របស់គាត់យើងទុកដោះស្រាយឬក៏យើងតាក់ទងថ្ងៃក្រោយបងប្អូនកុំលុបប៉ុន្តែសម្រាប់ខ្ញុំលុបបងប្អូនណាបើបងប្អូនចង់លុបចឹងមកចុចកន្លែង delete មកលុបបាទបន្តមកបងប្អូនចុចកន្លែងលុបបាទអញ្ចឹង account នេះវាលែងនៅក្នុងទូរស័ព្ទរបស់យើងបងណាទៅបាត់ហើយបងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាបើសិនណាបងប្អូនពេញចិត្តកុំភ្លេចជួយ like ជួយ share ផងបាទទុកជាព័ត៌មានយើងចូលទៅមើលនៅថ្ងៃក្រោយទៀតបាទសូមអរគុណសូមជម្រាបលា